ខ្ញុំដឹងថាប្រជាពលរដ្ឋថៃក៏មានការមិនសប្បាយចិត្តជាមួយនឹងសភាពការដែលបានកើតឡើងដែលធ្វើឲ្យប្រជាពលរដ្ឋថៃនៅម្ខាងទៀតទល់មុខប្រាសាទព្រះវិហារជួបការលំបាកអំពីជីវភាពបាត់បង់ប្រាក់ចំណូលដោយសារតែដែលធ្លាប់បានមកពីសេវាទេសចរឥឡូវខ្ញុំសូមជូនសារទៅកងទ័ពនិងប្រជាជនថៃនៅតាមព្រំដែនប្រសិនបើសភាពការវិលត្រឡប់ទៅរកមុនថ្ងៃ15ខែកក្កដា2008មុនពេលដែលកងទ័ពថៃលើកកងទ័ពចូលមកឈ្លានពានវត្តកែវស៊ីសារៈខ្ញុំនឹងបើកច្រកព្រំដែនប្រាសាទព្រះវិហារឲ្យទេសចរឡើងមកទស្សន៍ប្រាសាទព្រះវិហារដោយដើមវិញរឿងនេះវាស៊ីសងទៅលើរដ្ឋាភិបាលទីក្រុងបាងកកឆ្លើយតបបញ្ហានេះយ៉ាងណាតែប៉ុណ្ណោះប្រាសាទនេះជាប្រាសាទរបស់ខ្មែរចង់បិទពេលណាស្រែងខ្មែរប៉ុន្តែខ្មែរបើកតែដោយសារការឈ្លានពាននៅថ្ងៃ15ខែកក្កដាកម្ពុជាបង្ខំចិត្តបិទច្រកនេះដែលធ្វើឲ្យប្រជាជនកាងថៃជួបការលំបាកបាត់ចំណូលឥឡូវបើសភាពការដកចេញហើយសភាពការដូចថ្ងៃ15មុនថ្ងៃ15ខែកក្កដាខ្ញុំនឹងពិនិត្យបើកសេវាកម្មទេសចរនៅតាមច្រកនេះឡើងវិញដែលនឹងផ្ដល់ឱកាសផ្ដល់ផលប្រយោជន៍ដល់សន្តាគារនិងដល់ប្រជាពលរដ្ឋថៃនៅភាគម្ខាងទៀតបើមិនដូច្នោះកំហុសទាំងឡាយធ្លាក់ទៅលើរដ្ឋាភិបាលទីក្រុងបាងកកតែប៉ុណ្ណោះមិនមែនមកពីក្រៅប្រទេសហើយសូមកុំភ័ន្តច្រឡំថាព្រះវិហារមានតែច្រកមកពីប្រទេសថៃទៅតាមច្រកណាក៏បានដែរមកពីព្រះវិហារមកពីឡុងវែងមកពីសៀមរាបឡើងតាមណាច្រកណាក៏បានដែរខ្ញុំសូមយកឱកាសនេះដើម្បីនិយាយបន្ថែមថាយើងខិតខំបញ្ជាការប៉ះទង្គិចដល់អាវុធនិងការប្រឈមមុខដោយយោធាកន្លងទៅយើងធ្វើបានមួយកម្រិតហើយខិតខំបង្កបរិយាកាសជឿទុកចិត្តគ្នាតាមរយៈការជួបគ្នាធ្វើសកម្មភាពខាងវប្បធម៌និងកីឡារួមគ្នាការបាញ់គ្នាវាអាក្រក់ណាស់ការនិយាយរកគ្នាការសន្ទនាគ្នាការតាក់ទងគ្នាទៅជាការល្អប៉ុន្តែបញ្ហានេះវាអត់ចំណុះលើកម្ពុជាទេវាចំណុះទាំងស្រុងទៅលើអេរយាប័តនៃរដ្ឋាភិបាលទីក្រុងបាងកកឆ្លើយតបបែបណាខ្ញុំសូមយកឱកាសនេះដើម្បីបញ្ជាក់បន្តិចម្សិលមិញមានរឿងរ៉ាវច្រើនណាស់កើតឡើងបញ្ចេញពីទីក្រុងបាងកកការពិតខ្ញុំអត់ចង់យកវេទិកានេះដើម្បីនឹងនិយាយពាក់ព័ន្ធជាមួយនឹងបញ្ហាអស់ទាំងនេះទេគោលដៅរបស់ខ្ញុំគឺនិយាយតែពីរឿងដែលតាក់ទងជាមួយនឹងយុទ្ធសាស្ត្រ3សកម្មភាពប្រតិបត្តិ10តែប៉ុណ្ណោះកម្មវិធីអនុវត្ត10ប៉ុន្តែពីម្សិលមួយថ្ងៃជាពិសេសម្សិលមិញនេះមានរឿងរ៉ាវច្រើនពេកកើតនៅទីក្រុងបាងកកអភិសិទ្ធនាយករដ្ឋមន្ត្រីថៃបាននិយាយថាមុននាយករដ្ឋមន្ត្រីកម្ពុជាហ៊ុនសែនទស្សនកិច្ចតំបន់ 4.6 ត្រូវតែធ្វើការចរចាជាមួយថៃសិនខ្ញុំសូមប្រាប់ទៅអភិសិទ្ធឲ្យច្បាស់ទី1 6.6 នៅណា 4.6 នៅណាជាផែនទីដែលកងទ័ពឈ្លានពានគូតែប៉ុណ្ណោះកម្ពុជាមិនដែលទទួលស្គាល់នៅផែនទីឯកតោភាគីរបស់ថៃម្ដងណាទេដូច្នេះកម្ពុជាគ្មានតំបន់ត្រួតស៊ីគ្នា 4.6 នោះទេគឺមានតែទឹកដីដែលកងទ័ពថៃឈ្លានពានកាន់កាប់
តែប៉ុណ្ណោះសូមប្រាប់ទៅអ្នកឯងឲ្យច្បាស់មិនថាផែនទីនេះចុះហត្ថលេខាដោយនរណាទេកម្ពុជាគោរពផែនទីដែលបន្សល់ទុកដោយអនុសញ្ញានិងសន្ធិសញ្ញាបារាំងសៀម1907ហើយដែលតុលាការអន្តរជាតិទីក្រុងឡាអេបានកាត់ក្តីដោយជាប់ទៅនឹងឧបសម្ព័ន្ធនោះសូមមើលឲ្យច្បាស់ណាផែនទីដងរែកដែលជាឧបសម្ព័ន្ធមួយផលិតដោយគណៈកម្មការបារាំងសៀមអំពីតំបន់ប្រាសាទព្រះវិហារអ្នកជាអ្នកអង្គវងវែងប្រវត្តិសាស្ត្រដណ្ដើមកាន់កាប់យកដីជាខ្ញុំទី2ហេតុអ្វីបើតម្រូវឲ្យមានការចរចាបើខ្ញុំអត់មានទំនាស់ជាមួយលោកលើបញ្ហាផែនទីលើបញ្ហានេះបើការចរចាណាមួយកើតឡើងគ្រាន់តែចរចាឲ្យកងទ័ពលើកដកតែប៉ុណ្ណោះកងទ័ពខ្ញុំអត់មានទៅរឿងអីទៅដកនេះខ្ញុំអត់ត្រូវការចរចាជាមួយលោកឯងពីរឿងបញ្ហាតំបន់ 6.4 ព្រោះខ្ញុំមិនដែលទទួលស្គាល់ថាអានឹងជាបញ្ហា 4.6 ឧបនាយករដ្ឋមន្ត្រីសុថេពបានថ្លែងហើយថ្លែងទៀតដែលផ្សាយតាមបង្គកបកក្រីដែលផ្សាយតាមអរេងអេអរេងណែ TV ផងសុថេពបាននិយាយថាចាត់ឲ្យអភិបាលខេត្តស៊ីសកេតនិងមេបញ្ជាការភូមិភាគទី2របស់ថៃមកធ្វើបដិសន្ធារកិច្ចចំពោះនាយករដ្ឋមន្ត្រីហ៊ុនសែនតើជាការគួរឲ្យខ្មាស់អីទេនៅពេលដែលនាយករដ្ឋមន្ត្រីប្រទេសមួយធ្វើដំណើរសួរសុខទុក្ខកងទ័ពនិងប្រជាជនក្នុងទឹកដីរបស់ខ្លួនបែរជាតម្រូវឲ្យមានអភិបាលខេត្តនិងមេបញ្ជាការភូមិភាគរបស់ថៃមកធ្វើបដិសន្ធារកិច្ចលើទឹកដីកម្ពុជាឧបនាយករដ្ឋមន្ត្រីសុថេពត្រូវពិនិត្យសម្ដីខ្លួនឯងឲ្យវិញឲ្យច្បាស់ខ្ញុំមានអភិបាលខេត្តព្រះវិហារខ្ញុំមានមេបញ្ជាការយុទ្ធភូមិភាគទី4របស់ខ្ញុំហើយដីរបស់ខ្ញុំគ្មានការចាំបាច់ដើម្បីឲ្យលោកមកស្វាគមន៍ខ្ញុំលើទឹកដីថៃនេះលើទឹកដីខ្មែរនេះលោកចង់ប្រើប្រាស់បដិសន្ធារកិច្ចរបស់លោកចំពោះខ្ញុំនៅវត្តកែវស៊ីរ៉ាដើម្បីឲ្យខ្ញុំទទួលស្គាល់ថាលោកជាម្ចាស់កម្មសិទ្ធិតែប៉ុណ្ណោះឬសហកម្មសិទ្ធិតែប៉ុណ្ណោះខ្ញុំស្គាល់ពេកកាយលោកម្សិលមិញឥឡូវចង់មកក៏មកទៅតែខ្ញុំឲ្យមកលើប្រាសាទព្រះវិហារខ្ញុំអត់ត្រូវការជួបលោកឯងនៅវត្តកែវស៊ីរ៉ាទេមកលើប្រាសាទព្រះវិហារមកលោកតយន្តចៅឲ្យទាំងអស់គ្នាទាំងមេបញ្ជាការភូមិភាគនិងប្រធានកងពលមកកាត់តាមអានេះមុខផ្សារមកចរោផ្សារកាត់ឡើងមកនេះកុំភ្លេចជាព្រៀបអបាយកលដ៏ខ្មៅកខ្វក់ដែលមក welcome មកស្វាគមន៍នាយករដ្ឋមន្ត្រីកម្ពុជាលើទឹកដីកម្ពុជាណែឯងកុំស្មានតែហ៊ុនសែនចោទល្ងង់ហើយកុំមើលងាយប្រជាជនកម្ពុជាថាជាអ្នកចោទល្ងង់មួយទៀត